មានក្តៅប្រទេសចិនបានបញ្ជូនប្រិស័ទពិសេសមកកាន់ប្រទេសកម្ពុជានិងប្រទេសថៃដើម្បីពិភាក្សាឲ្យប្រទេសទាំងពីរនឹងធ្វើយ៉ាងណាដើម្បីបញ្ឈប់នៅបទឈប់បាញ់ជាបន្ទាន់ផងដែរនេះបើតាមការចុះផ្សាយពីសារព័ត៌មានជាច្រើនហើយខ្ញុំសូមចែកម្លែកព័ត៌មាននេះទាំងស្រុងក្រសួងការបរទេសចិននៅថ្ងៃទី23ខែធ្នូឆ្នាំ2025នេះបានបង្ហាញអំពីលទ្ធផលស្ដីពីទស្សនកិច្ចរបស់ប្រិស័ទពិសេសរបស់ខ្លួនទៅកាន់ប្រទេសកម្ពុជានិងប្រទេសថៃប្រិស័ទពិសេសចិនដែលមានឈ្មោះថាលោក Ding Jijun បានអះអាងថាអត្តភាពបន្ទាន់បំផុតគឺបទឈប់បាញ់ឲ្យបានលឿនជាទីបំផុតនេះគឺជាការលើកឡើងរបស់លោក Deng Jijun ដែលជាប្រិស័ទពិសេសរបស់ចិនហើយចិនសង្ឃឹមថាភាគីទាំងពីរនឹងស្ដារទំនុកចិត្តគ្នាទៅវិញទៅមកហើយការកសាងតាមតំបន់ព្រំដែនសន្តិភាពឡើងវិញផងដែរលោកបានបញ្ជាក់ទៀតថាចាប់ពីថ្ងៃទីគួរបញ្ជាក់ផងដែរថាពីថ្ងៃទី18ដល់ថ្ងៃទី23ខែធ្នូប្រិស័ទពិសេសសម្រាប់កិច្ចការអាស៊ីនៃក្រសួងការបរទេសចិនលោក Deng Jijun បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានិងប្រទេសថៃដើម្បីជួយដោះស្រាយបញ្ហាប្រទេសទាំងពីរនេះក្នុងទស្សនកិច្ចនេះលោក Deng បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនិងមន្ត្រីជាន់ខ្ពស់ការទូតក៏ដូចជាខាងយោធាផងដែរនេះបើតាមការប្រកាសរបស់ក្រសួងការបរទេសចិនដែលចេញផ្សាយនៅថ្ងៃទី23ខែធ្នូឆ្នាំ2025នេះក្រសួងការបរទេសចិនបានបញ្ជាក់ថាប្រិស័ទចិនបានបង្ហាញពីក្តីបារម្ភជាខ្លាំងពីការស្ថានភាពព្រំដែនរវាងកម្ពុជានិងប្រទេសថៃហើយលោកសោកស្ដាយចំពោះការស្លាប់និងការភៀសខ្លួនរបស់ប្រជាជនចិនក៏ចូលរួមរំលែកទុក្ខផងដែរហើយលោកបានបញ្ជាក់ផងដែរថាអត្តភាពបន្ទាន់បំផុតនេះគឺជាការសម្រេចឲ្យបានបត់ឈប់បាញ់ភ្លាមបញ្ឈប់ការប្រយុទ្ធនិងការបន្តការសន្ទនាគ្នាដើម្បីដោះស្រាយជម្លោះព្រំដែនទៅតាមមធ្យោបាយសន្តិភាពលោកដេងបាននិយាយបែបនេះបន្ថែមទៀតថាលើសពីនេះទៅទៀតចិនគាំទ្រការប្រឹងប្រែងរបស់អាស៊ាននិងគាំទ្រតួនាទីសំខាន់របស់ក្រមសង្កេតការណ៍អាស៊ានក្នុងការតាមដានបទឈប់បាញ់នេះបើតាមក្រសួងការបរទេសចិនលោកដេងបានបញ្ជាក់ថាទីក្រុងប៉េកាំងក៏ត្រៀមខ្លួនជួយបង្កើតលក្ខខណ្ឌនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងការចរចារវាងភាគីទាំងពីរផងដែរជាមួយគ្នានេះចិនក៏សង្ឃឹមថាកម្ពុជានិងថៃនឹងខិតចិត្តគ្នាស្ដារទំនុកចិត្តគ្នាទៅវិញទៅមកនៅតាមបណ្ដោយទាត់ព្រាត់នៅតាមបណ្ដោយបន្ទាត់ព្រំដែនដើម្បីសន្តិភាពសេចក្តីប្រកាសដដែលមេដឹកនាំកម្ពុជានិងថៃបានសាទរការប្រឹងប្រែងរបស់ចិនក្នុងការជំរុញសន្តិភាពនិងការចរចាដែលអាចទទួលយកបានសម្រាប់ភាគីទាំងអស់ប្រទេសទាំងពីរក៏បញ្ជាក់ជាថ្មីលើការបដិញ្ញាចិត្តចំពោះសន្តិភាពហើយមានសង្ឃឹមថាអាចនឹងសម្រេចបានបទឈប់បាញ់មានចីរភាពផងដែរបាទគូបញ្ជាក់ផងដែរថាក្រសួងការបរទេសចិនតែងតែបន្តឬក៏តាមដានឬក៏មានឆន្ទៈដើម្បីរក្សាទំនាក់ទំនងជាមួយនឹងចិនសម្ដៅដើម្បីបន្ធូរភាពតានតឹងនិងស្ដារសន្តិភាពក៏ដូចជាស្ថិរភាពតាមបន្ទាត់ព្រំដែនឲ្យបានឆាប់បំផុតផងដែរគូបញ្ជាក់ផងដែរថាមិនថាមហាយៈចិនឬក៏មហាអំណាចពិភពលោកសហរដ្ឋអាមេរិកទេគឺតែងតែជួយសម្របសម្រួលដើម្បីឲ្យមានបទឈប់បាញ់រវាងប្រទេសកម្ពុជានិងប្រទេសថៃប៉ុន្តែអ្វីដែលយើងទទួលបាននេះគឺថៃតែងតែបដិសេធរាល់សំណើទាំងអស់